จูนกรรมวิธีชีวิตนั่งลอยให้ตัวไว้บ้านชีมนุษย์จีจรานึกนงลูกนี้ประชมมุกตัวหนึ่งจำนอดปัญหาชีวิตจรันนั่นแหละเนาะเฮ้ยตาทัวอย่างน้าดับไม่เอาชีวิตเนี่ยมีนเพียบโจกใจหนึ่งมีนสกัดซอกได้เนาะตาแน่ๆทัวอย่างน้าดับไม่เอาชีวิตมีนเพียบเรื่องหมองในเฮรันวัดเท่าเนาะเฮ้ยตาเนี่ยกรองเนี่ยมาชมนั่งเนี่ยมีนก็มีนพนัดกำเนิดเขาเนี่ยอย่างได้มาได้เนาะดับใบรอกดำนองสไลด์ติงนี้สมตามนาสดับการวิธีชีวิตนั่งเลยและเพื่อการวิเพียษาหนึ่งไส้ประตูในริ่งรถไงเศร้าหนึ่งทั้งไงติดจะปีมองดอกปีดอกมองมุ้ยทั้งไงตรองหนึ่งสถานีวิจุตเลริทนีพนมเปิงหนึ่งสถานีวิจุกล้องเสียมเรียบ FM 102.5 เมกะเฮิรตซ์ส้มจุรุมจมวยหนึ่งยืนขยมในขนมการวิธีนี้ดับใบตัวบานรุ่งวันพิเศษการวิธีนี้นักน้อมในโลกอัมไซมราความตรการผลิตโดยสถาบันเหรัญวัตถุอันตรจิตออยโกเกรดินวิจิตรสถานอภิวัตวิสัยมิโครเหรัญวัตถุกัมพูชีนังอังการการนาฟันอันตรจิตส้มคอมพลีทตามนัดดับการวิธีชีวิตนั่งเลยว่าเอาชีวิตกันตายโปรซาลาចានេះខ្ញុំចត្រាជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីជីវិតនឹងលុយសូមជម្រាបសួរអស់លោកលោកស្រីនិងនាងកញ្ញាព្រមទាំងប្រិយមិត្តទាំងអស់ដែលនិយមគាំទ្រជាមួយនឹងកម្មវិធីជីវិតនឹងលុយផងដែរចាហើយនេះខ្ញុំក៏សូមជម្រាបជូនដល់ប្រិយមិត្តទាំងអស់គ្នាផងដែរថាកម្មវិធីជីវិតនឹងលុយនេះគឺជាកម្មវិធីដ៏ពិសេសមួយដែលមិនធ្លាប់មានពីមុនមកទេនៅក្នុងប្រជាជាតិកម្ពុជាហើយកម្មវិធីនេះផងដែរដឹកនាំឡើងដោយលោកអមសេងបូរ៉ាដែលលោកគឺជាប្រធានមជ្ឈមណ្ឌលអភិវឌ្ឍអគ្គនាយកនិងសហគ្រិនចាស់រួមទាំងមានការឧបត្ថម្ភគាំទ្រពីសំណាក់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ Oiko Credit វិទ្យាស្ថានអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានិងអង្គការការណាហ្វាន់អន្តរជាតិចាស់សម្រាប់កម្មវិធីយើងនឹងធ្វើការពិភាក្សានឹងផ្សាយផ្ទាល់នៅរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យចាប់ពីវេលាម៉ោង 12 ដល់ម៉ោង 1 ថ្ងៃត្រង់នៅស្ថានីយ៍វិទ្យុទន្លេរាជធានីភ្នំពេញនិងស្ថានីយ៍វិទ្យុក្រុងសៀមរាប FM 102.5 MHzច្រើនពេលមើលទាំងអស់គ្នាអាចទូរស័ព្ទចូលរួមជាមួយនឹងកម្មវិធីរបស់យើងខ្ញុំបានដែលគ្រាន់តែធ្វើការឆ្លើយនៅសំណួរព្រមទាំងចែករំលែកបទពិសោធន៍តាមរយៈលេខទូរស័ព្ទគឺមានលេខ017 999និង126និងមួយខ្សែទៀតគឺមានលេខ086 888 ចាប្រិយមិត្តទាំងអស់គ្នាក៏អាចឈ្នះនៅរង្វាន់ធំនៅរៀងរាល់ខែរបស់កម្មវិធីជីវិតនឹងលុយផងដែរចាហើយសម្រាប់ខែនេះផងដែរគឺរង្វាន់ធំពិសេសរបស់យើងនឹងគឺកង្ហាទឹកចំនួន1គ្រឿងផងដែរចាជាការពិតណាស់ពីកម្មវិធីគឺយើងតែងតែមាននៅវត្តមានពីសំណាក់វាគ្មិនពិសេសរបស់យើងពីបណ្ដាស្ថាប័នក៏ដូចជាបណ្ដាអង្គការនានាហើយមិនត្រឹមតែប៉ុណ្្នឹងទេពីបណ្ដាក្រុមហ៊ុនផ្សេងទៀតផងដែរដែលគាត់គឺជាអ្នកប្រកបអាជីវកម្មក៏ដូចជាប្រកបមុខរបររកស៊ីផងដែរចាចាត់ដល់សម្រាប់សប្តាហ៍នេះគឺពិតជាពិសេសជាងរៀងរាល់សប្តាហ៍ដោយសារតែថ្ងៃនេះយើងមានវត្តមានពីសំណាក់វាគ្មិនពិសេសរបស់យើងមួយរូបទៀតហើយដែលបងស្រីមានឈ្មោះថាទាវច័ន្ទដេតហើយបងស្រីគឺជាម្ចាស់របស់ក្រុមហ៊ុន Image Printing ផងដែរចាដូច្នេះគណៈពេលនេះនាងខ្ញុំសូមអនុញ្ញាតធ្វើការសម្ដែងសម្ដែងជាមួយនឹងបងស្រីបន្តិចសិនចាជម្រាបសួរបងដេតចាសុខសប្បាយទេបងចាសុខសប្បាយអូនយ៉ាងមិនដែរថ្ងៃនេះចាហើយចង់ជម្រាបសួរទៅបងផងដែរហើយថ្ងៃនេះបងមានអារម្មណ៍យ៉ាងណាដែរនៅពេលដែលបានចេញចូលរួមជាមួយនឹងកម្មវិធីហើយជាលើកដំបូងទៀតនេះបងមានអារម្មណ៍ថាមានកិត្តិយសមែនតើដែលអូនផ្ដល់ឱកាសឲ្យខ្ញុំបានចូលរួមនៅកម្មវិធីហ្នឹងណាចាចាភើបងភើណាចាជាពិសេសនេះថ្ងៃនេះពីកម្មវិធីគឺពិតជាពិសេសខ្លាំងណាស់ដោយសារតែបងផ្ដល់កិត្តិយសចូលរួមជាមួយនឹងកម្មវិធីហើយចាកន្លងដោយសារតែកន្លងមកគឺវាគ្មានកិត្តិយសរបស់យើងភាគច្រើនសិតតែបេក្ខបុរសពិសេសថ្ងៃនេះបងច័ន្ទដេតគឺជានារីក្លាហានទី2នៅក្នុងកម្មវិធីពីព្រោះលើកទី1អ្នកគ្រូសុផាតគាត់បានអញ្ជើញចូលរួមប៉ុន្តែគាត់បានអញ្ជើញចូលរួមតាំងពីបើកកម្មវិធីតាំងពីក្នុងខែ1ចាឥឡូវនេះខែ7ទឹមតែមានគេហៅថាភ្ញៀវកិត្តិយសរបស់យើងជានារីណាហើយជានារីក្លាហានទៀតចាអរគុណ
ចាឲ្យដោយសារតែថ្ងៃនេះយើងមានកិត្តិយសពីគេហៅថាកម្ពុជានារីក្លាហានរបស់យើងណាបងដេតអញ្ចឹងកុំឲ្យប្រិយមិត្តទាំងអស់គ្នាសូមកុំឲ្យរំលងឱកាសមាសនេះឲ្យសោះពីព្រោះមិនធម្មតាទេហើយក៏ចង់លើកទឹកចិត្តដល់ប្រិយមិត្តរបស់យើងដែលកំពុងស្ដាប់កម្មវិធីជាស្ត្រីដូចគ្នាណាសូមកុំភ្លេចតាមដានស្ដាប់ឲ្យគេហៅជាមោទនភាពរបស់ស្ត្រីខ្មែរយើងដែលគេហៅមានចំហរឹងមាំហើយអាចឈរជាមួយនឹងគេហៅថាហ៊ានដើរចេញប្រកបមុខរបររកស៊ីដោយខ្លួនឯងហើយជោគជ័យទៀតមែនទេបងចាអរគុណអូនចាហើយឆ្នេះសង្ឃឹមថាថ្ងៃនេះបងដេតនឹងបង្ហាញពីបទពិសោធន៍ក៏ដូចជាគេហៅថាអ្វីដែលបងស្រីបានឆ្លងកាត់ទាំងភាពជោគជ័យរបស់បងដើម្បីបង្ហាញទៅដល់ប្រិយមិត្តរបស់យើងដែលពេលនេះគាត់កំពុងតែធ្វើនៅអាជីវកម្មផ្សេងៗផងដែរប៉ុន្តែគាត់អត់ដឹងថាមិនដឹងថាធ្វើមិនដើម្បីឲ្យអាជីវកម្មរបស់គាត់ហ្នឹងជោគជ័យទេហើយនាងខ្ញុំមានចម្ងល់មួយតាំងពីជួបបងដេតដំបូងណាឆ្ងល់យូរណាគុំហ្មងឲ្យតែបានបងដេតចូលកម្មវិធីគឺជំរាបសួរហ្មងចាចង់ជំរាបសួរបងពីដំបូងណាថាមូលហេតុអ្វីដែលជំរុញឲ្យបងមានគំនិតចង់បើកមុខរបររកស៊ីខ្លួនឯងអញ្ចឹងបងអញ្ចឹងចាអូនសម្រាប់បងកាលពីដំបូងហ្នឹងបងមានគំនិតមួយតាំងពីបងរៀបការទៅឪពុកក្មេករបស់បងគាត់បានផ្ដាំថាគាត់បដៅថាចេះកូនឯងធ្វើម៉េចខំប្រឹងប្រែងឲ្យចេញពីពាក្យថាក្រកូនណាចេញផុតពីភាពក្រីក្រអញ្ចឹងគឺខ្ញុំមានគំនិតថាខ្ញុំចង់ខ្លាយជាអ្នកមានណាខ្ញុំចង់ចេញផុតពីភាពក្រីក្រអាហ្នឹងគំនិតដំបូងរបស់ខ្ញុំដែលចង់ខ្ញុំបង្កើត business ណាចាហ្នឹងហើយចង់ចេញពីភាពក្រីក្រតែមួយឯងពេលហ្នឹងប៉ុន្តែមកដល់ឥឡូវចាសំខាន់ថាមិនឲ្យគេថាក្របានទេចាចេញផុតពីភាពក្រីក្រចាសំខាន់ទី1កាលពេលហ្នឹងឥឡូវយើងមានអភិវឌ្ឍគំនិតច្រើនទៀតហើយចាប៉ុន្តែគោលដៅធំដែលខ្ញុំចង់ចូលមកប្រកបមុខរបរហ្នឹងគឺខ្ញុំចង់ចេញផុតពីភាពក្រីក្រចាយើងគិតថាបើសិនជាយើងបង្កើតមុខរបរខ្លួនឯងហ្នឹងយើងមានឱកាសក្នុងការបង្កើតទ្រព្យនឹងច្រើនចាជាងធ្វើការឲ្យគេយើងបាន limit ទ្រព្យតែប៉ុណ្ណឹងចាអញ្ចឹងកាលណាបានយើងបានច្រើនទៅចាខ្ញុំមានគំនិតអញ្ចឹងចាបានខ្ញុំបង្កើតចាសូមកាត់ភាសាបងដេតបន្តិចមុនហ្នឹងនាងខ្ញុំមានចំណាប់អារម្មណ៍មួយបងដេតមានភាសាថាយើងថាយើងធ្វើការឲ្យគេគឺយើងមានកម្រិតចំណូលយើងមានកំណត់មួយចាអញ្ចឹងចង់ជម្រាបសួរបងកាលមុនហ្នឹងបងធ្វើការមុននឹងប្រកបរបររកស៊ីបងជាបុគ្គលិកបម្រើការងារមែនទេចាហើយបងធ្វើការប្រហែលឆ្នាំទៅបងបែកកំណត់គិតថាយើងចេញមករកស៊ីខ្លួនឯងចានាងខ្ញុំរៀនចប់ឆ្នាំ2004នាងខ្ញុំរៀបការបង្កើតមុខរបរនៅឆ្នាំ2008ចានាងខ្ញុំធ្វើការ4ឆ្នាំចាលើ4ឆ្នាំទៀតដូចជាដល់6ឆ្នាំព្រោះមុនរៀនចប់ហ្នឹងយើងបានចាធ្វើការបដាចាជាបុគ្គលិកលក់អីចាមិនធម្មតាអូបងមានជំនាញហាងលក់ទៀតអញ្ចឹងបានជាបងគេហៅថាបង្កើតមុខរបរមួយអាចបង្កើតមុខរបរមួយបានណាមែនទេសម្រាប់នាងខ្ញុំគិតថាគ្រប់ជំនាញទាំងអស់គេអាចបង្កើតអាជីវកម្មខ្លួនឯងបានចាមិនចាំបាច់ថាខ្ញុំអ្នកលក់ធ្លាប់លក់ឲ្យបង្កើតទេចាព្រោះខ្ញុំរៀនខាង sales និង marketing មែនវាពាក់ព័ន្ធនឹងរឿងលក់តែខ្ញុំគិតថាគ្រប់មនុស្សទាំងអស់អាចបង្កើតអាជីវកម្មឲ្យដល់ជោគជ័យបានព្រោះថាជំនាញដែលយើងខ្វះហ្នឹងយើងអាចនឹងស្វែងរកមកបន្ថែមបានទេចាដើម្បីអាជីវកម្មយើងបានជោគជ័យចាសូមអរគុណបងដេតផងដែរហើយក៏ជាគំរូមួយសម្រាប់បងប្អូនយើងដែលជាសិស្សនិស្សិតណាពេលខ្លះគាត់អត់បានគិតពីចំណុចមួយភាគច្រើនគាត់ច្រើនតែគិតថាខ្ញុំខំរៀនពេលដែលរៀនរួចខ្ញុំប្រកាសជាបានការងារល្អបានប្រាក់ខែច្រើនភាគច្រើនគឺគិតអញ្ចឹងមែនទេបងប៉ុន្តែបងដេតមានកំណត់មួយខុសពីគេខ្ញុំរៀនប៉ុន្តែខ្ញុំមិនមែនធ្វើការឲ្យគេមួយជីវិតទេគឺថ្ងៃណាមួយខ្ញុំនឹងប្រើចំណេះដឹងអ្វីដែលខ្ញុំមានយកទៅបង្កើតមុខរបរខ្លួនឯងចានឹងជារឿងមួយអញ្ចឹងមែននាងខ្ញុំរៀនហើយប្រឹងប្រែងធ្វើឲ្យខ្លួនឯងជំនាញនៅក្នុងចំណេះរបស់ខ្លួនឯងឆ្លាតវៃរក information ផ្សេងទៀតហើយធ្វើឲ្យក្រុមហ៊ុនដែលខ្ញុំធ្វើការឲ្យនឹងជោគជ័យហើយបន្ទាប់មកខ្ញុំនឹងយកចំណេះជំនាញដែលខ្ញុំធ្លាប់ធ្វើឲ្យគេជោគជ័យនឹងមកធ្វើអាជីវកម្មដើម្បីអាជីវកម្មខ្លួនឯងបានជោគជ័យដែរមិនធម្មតាពិតជាស្ត្រីខ្មែរមិនធម្មតាមែនអរគុណចាហើយចង់ជម្រាបសួរបងបន្តទៀតពីព្រោះថាមិញហ្នឹងបងបានបង្ហាញពីគោលបំណងនៅក្នុងការនឹកឃើញតែគោលបំណងរបស់អាជីវកម្មចាគឺចង់ចេញពីផុតពីភាពក្រីក្រហ្នឹងចាឪពុកក្មេងរបស់ខ្ញុំផ្ដាំថាអញ្ចឹងចានេះខ្ញុំកូនកាត់គ្រូណាចាគាត់នៅគាត់និយាយគឺខ្ញុំបែកគំនិតចង់ចាអញ្ចឹងនេះខ្ញុំចង់ជម្រាបសួរបងបន្តទៅទៀតធម្មតានៅពេលដែលមុនដំបូងយើងគិតចង់បង្កើតអាជីវកម្មមួយបងមានកំណត់ថាចង់ចេញពីភាពក្រីក្រទៅបង្កើតអាជីវកម្មអញ្ចឹងតើបងដឹងពីរបៀបនៅក្នុងការបង្កើតមុខរបរមួយបានដោយរបៀបណាហើយអ្នកណាជាអ្នកបង្ហាញប្រាប់បងឬមួយក៏មានបងដឹងអីមកពីខាងបងប្អូនអីគាត់ប្រាប់ហ៎ចានិយាយទៅពេលដែលនាងខ្ញុំចង់បង្កើតអាជីវកម្មឬមុខរបរមួយហ្នឹងណាដូចពេលហ្នឹងដូច
information ដូចអត់មានទេសម្រាប់ខ្ញុំព័ត៌មានតែមួយដែលខ្ញុំចង់ដែលខ្ញុំមានគឺខ្ញុំចង់ធ្វើវាហើយចង់ធ្វើឲ្យបានជោគជ័យនៅក្នុងខួរក្បាលខ្ញុំអញ្ចឹងហើយខ្ញុំប្រាប់ទៅអ្នកដែលមិត្តភក្តិខ្ញុំម្នាក់ទៀតដែលគាត់នឹងចូលជាមួយនឹងគាត់ថាខ្ញុំថាធ្វើទៅអានឹងគឺបានជោគជ័យចេះនេះខ្ញុំអត់ដឹងទេថាត្រូវធ្វើម៉េចទេអត់ដឹងទាល់តែសោះប៉ុន្តែដឹងតែមានគោលដៅមួយចង់បង្កើតក្រុមហ៊ុន printing មួយដែលជោគជ័យបំផុតនៅថ្ងៃមុខគឺដឹងតែប៉ុណ្្នឹងឯងពីដំបូងចាបន្ទាប់មកបានខ្ញុំជួបតែហ្មងជួបថាត្រូវដឹងអីខ្លះព្យាយាមស្វែងរកដើម្បីឲ្យដឹងទៅតាមហ្នឹងចាតែបងត្រូវនៅពេលដែលចង់ហើយចានៅពេលដែលចង់ហើយគឺចាប់ដើមជួបឧបសគ្គហ្មងព្រោះចង់ហើយយើងអត់ទាន់មានចាដល់ចង់ហើយយើងអត់ទាន់មានយើងចាប់ដើមជួបឧបសគ្គចាឧបសគ្គស្អីខ្លះបន្តអញ្ចឹងចាអញ្ចឹងតិចទៀតខ្ញុំនឹងជំរាបចត្រាចាកាន់តែ more detail ណាចាកាន់តែលម្អិតបន្តិចទៅចាឧទាហរណ៍យើងចង់ភ្លាមគឺជួបឧបសគ្គភ្លាមអូនចាឥឡូវឧទាហរណ៍បើសិនខ្ញុំចង់បង្កើតអាជីវកម្មមួយដែរណាបងអញ្ចឹងដើម្បីបង្កើតអាជីវកម្មមួយបានត្រូវតម្រូវត្រូវមានអ្វីខ្លះទៅបងចាបើសម្រាប់ខ្ញុំនៅពេលនោះពេលដែលខ្ញុំចង់បង្កើតអាជីវកម្មហ្នឹងគឺតម្រូវការគឺមានភ្លាមចាទី1គឺតម្រូវការដើមទុនតែម្ដងគឺអូនគឺលុយនឹងឯងចាត្រូវការលុយចាដើម្បីបង្កើតអាជីវកម្មនោះបានចាត្រូវការលុយទៅទិញម៉ាស៊ីនត្រូវការលុយទៅកក់ថ្លៃផ្ទះគេចាត្រូវការលុយចង់ហៅគេមកធ្វើការត្រូវការលុយនឹងបើកប្រាក់ខែឲ្យគេចាតទឹកតភ្លើងចារៀបចំចាបើផ្ទះនោះដែលខ្ញុំជួលនោះក៏អត់ទាន់មានភ្លើងដែលត្រូវនឹងម៉ាស៊ីនរបស់យើងអីចឹងណាចាហើយមិនត្រូវដល់ទិញឧបករណ៍អញ្ចឹងត្រូវការលុយទិញឧបករណ៍ទិញម៉ាស៊ីនទិញអីហ្នឹងទៀតចាទិញសម្ភារៈហ្នឹងទៀតចាអញ្ចឹងគឺលុយនេះសំខាន់នៅពេលដែលមើលឃើញថាប្រភពលុយហ្នឹងចាខ្ញុំត្រូវការហ្នឹងប្រស្វែងរកគ្រប់វិធីសាស្ត្រទាំងអស់ចានេះខ្ញុំមិនទាន់និយាយណាពីវិធីសាស្ត្រនៃការរកលុយហ្នឹងចាឈានដល់ជំហានទី2វិញនៅពេលដែលបានលុយហ្នឹងហើយគឺចាប់ផ្ដើមហើយត្រូវការគឺ location ដើររកទីតាំងធ្វើអីចាដល់ពេលបន្ទាប់ពីហ្នឹងមកគឺយើងត្រូវការបុគ្គលិកហ្មងត្រូវការមនុស្សដែលជួយនៅក្នុងអាជីវកម្មរបស់យើងព្រោះថាយើងមានតែ2អ្នកប្តីប្រពន្ធហ្នឹងយើងធ្វើអីបានអស់ទេចាធ្វើកើតចេញទៅជាកន្លែងមួយបានទេចាអញ្ចឹងត្រូវការមនុស្សដើម្បីជួយទៀតពេលដែលមានមនុស្សមានលុយមានឧបករណ៍មានទីតាំងហ្នឹងអស់ហើយចាប់ផ្ដើមទៀតត្រូវការជនចាត្រូវការគេ order ឲ្យគ្រប់នឹងកម្លាំងម៉ាស៊ីនមនុស្សដែលយើងមានអីហ្នឹងចាតម្រូវការចាយើងជាតម្រូវការសំខាន់4ដែលយើងត្រូវមានគឺទី1យើងត្រូវការលុយចាទី2យើងត្រូវការទីតាំងចាទី3ត្រូវការមនុស្សមកជួយធ្វើការនឹងធនធានមនុស្សចាដើម្បីបង្កើតជាសេវាដែលយើងចង់នេះនឹងដល់ពេលទី4គឺយើងត្រូវការអតិថិជនដើម្បីមកឲ្យ order យើងនឹងចាពិតជាពិសេសចុះសម្រាប់ខាងក្រុមហ៊ុនបងខាង email printing ហ្នឹងចំពោះបច្ចេកទេសផ្សេងហ្នឹងបងនិយាយទៅបងធ្លាប់បងជាអ្នកដែលអត់ទាន់មានបទពិសោធន៍នៅក្នុងការធ្វើនឹងពីមុនមកទេចានាងខ្ញុំសម្រាប់នាងខ្ញុំគឺបានន័យថា0ទាំងអស់នាងខ្ញុំមិនដែរចានាងមិនដែរដឹងបច្ចេកទេសក្នុងការ print banner print sticker បច្ចេកទេសនៅក្នុងការបោះពុម្ពធ្វើមិនទេនាងខ្ញុំធ្លាប់តែឃើញផលិតផលនឹងសម្រាប់ឲ្យតែម្ដងព្រោះខ្ញុំធ្វើការជា marketing នៅខាងក្រុមហ៊ុន CBM ហ្នឹងនាងខ្ញុំជាអ្នក order អីវ៉ាន់ហ្នឹងពីគេអីខ្ញុំខ្ញុំឃើញតែសម្រាប់ដល់ពេលគេធ្វើនោះមិនដឹងថាគេធ្វើយ៉ាងម៉េចទេចាអាហ្នឹង face problem ទៀតហើយចាជួបបញ្ហាទៀតហើយអាបញ្ហាអស់ហ្នឹងនៅពេលដែលយើងមិនដឹងមានតែយើងទៅរកអ្នកដឹងដល់ឲ្យគេចាទៅជួបទៅស្វែងរកអ្នកដឹងនៅពេលដែលយើងមិនដែរចូលមិនដែរគេហៅថាដូចថាមានបងប្អូនជីដូនជីតាណានៅក្នុង business ហ្នឹងណានៅក្នុងអាជីវកម្មហ្នឹងគឺយើងសំបីតែរកអ្នកដឹងហ្នឹងមិនដឹងរកអ្នកណាទៀតរកមិនបានទៀតចាអញ្ចឹងវាបញ្ហាខ្លាំងមែនតើសម្រាប់យើងថ្មីបំផុតនៅក្នុង business ហ្នឹងមិនដែរជួបមិនដែរដូចថាមិនដែរដឹងមិនដែរឮរឿងហ្នឹងសោះណាហើយចង់ធ្វើរឿងហ្នឹងចាអញ្ចឹងគឺយើងពិបាកមែនតើចាពេលហ្នឹងចានេះខ្ញុំទទួលស្គាល់ដោយបងដែលមានប្រសាសន៍ផងដែរឧទាហរណ៍មិនបាច់ចាទៅដល់បើក្រុមហ៊ុនដូចបងឯង image printing ហ្នឹងទេសូម្បីថាលក់អីវ៉ាន់ចាប់រួយក៏ដោយគេយើងត្រូវដឹងកន្លែងគេទៅបោះដុំកន្លែងណាកន្លែងណាបោះដុំថោកជាងគេចាហើយគេតំណែងល្អអីចឹងណាចាំមកយកហើយទិញហ្នឹងគេអាចកវលមលុះលុយបានទាំងអត់ឬមកក៏ត្រូវការដើមទាំងដល់យកទៅហ្នឹងឯងពិបាកមែនតើពិបាកមែនតើពេលយើងមិនស្គាល់មិនដឹងណាអូនប៉ុន្តែនាងខ្ញុំគិតថាអ្វីក៏ដោយមិនពិបាកជាងគោលបំណងរបស់អ្នកឯងបើអ្នកចង់មែនអ្នកពិតជារកឃើញដូចជាខ្ញុំផ្ទាល់អញ្ចឹងនាងខ្ញុំសំបីតែរកជាងបោះពុម្ពតូចម្នាក់ដែលអាចបោះពុម្ពម៉ាស៊ីនតែមួយ color ហ្នឹងបានណាក៏រកមិនបានដែរពីដំបូងប៉ុន្តែឥឡូវនេះខ្ញុំមានមិនខ្វះគេតាក់ទងមកយើងថែមទៀតអញ្ចឹងបានថាហើយថាធ្វើម៉េចទៅដើម្បីទៅនោះខ្ញុំធ្វើម៉េចដើម្បីបានដូចបងឯងអញ្ចឹងគឺមានតែមួយទេគឺក្តីប្រាថ្នាគោលបំណងពិតប្រាកដបើសិនជាអ្នកមានគោលបំណងពិតប្រាកដមែនណាអ្នកនឹងរកផ្លូវឃើញហើយចាចេះតែ
ចេះតែរកផ្លូវឃើញហើយឲ្យតែមានចិត្តមុតមមធ្វើពិតប្រកបមែនអាចរកឃើញខ្ញុំជឿជាក់ថាអញ្ចឹងចាព្រោះខ្ញុំបានធ្វើកន្លងមកហើយចាខ្ញុំបានជួបកន្លងមកហើយតែវាអញ្ចឹងមែនណាចាគ្មានអីគេហៅថាប្រកែជាងចង់ណាតែចង់ហើយស្អីក៏យើងធ្វើបានដែរពិតប្រកបចាស់អ្នកខ្លះគ្រាន់តែចង់ឯអូនមិនមែនបានថាចង់នឹងអាចធ្វើបានទេអ្នកខ្លះគ្រាន់តែមានចំណង់ប៉ុន្តែមិនមានគោលដៅមុតមមនៅក្នុងការធ្វើវាឲ្យបានសម្រេចមែនក៏យើងអាចបានសម្រេចដែរចាអូចុះនេះខ្ញុំមានចំណាប់អារម្មណ៍មួយតកតងជាមួយនឹងអ្វីដែលបងមានប្រសាសន៍យើងត្រឡប់ទៅក្រោយបន្តិចហើយភាគច្រើនប្រិមិត្តរបស់យើងគាត់ច្រើនតែមានចម្ងល់គាត់លើកមានចម្ងល់តកតងជាមួយនឹងការរកប្រភពទុនអញ្ចឹងខ្ញុំចង់ជម្រាបសួរបងដែរបងនៅពេលដែលបងបើកក្រុមហ៊ុនរបស់បងដំបូងហ្នឹងគឺបងមានដើមទុនស្រាប់ឬមួយក៏យ៉ាងណាដែរបងសម្រាប់ខ្ញុំគឺអត់មានលុយទាល់សោះសឹងថា$1ក៏អត់មានផងពេលហ្នឹងមានហើយព្រោះប្រាក់ខែយើងជាង100យើងមានជាង100ហ្នឹងប៉ុន្តែលេងតុងទីនបាត់ទៀតហើយតុងទីនហ្នឹងត្រូវបានដេញហើយទៀតអីចឹងចាអញ្ចឹងពេលហ្នឹងនាងខ្ញុំអត់មានលុយទេអត់សោះតែម្ដងប៉ុន្តែមានម្ដងចង់បើកចាអូហើយអញ្ចឹងបងរកប្រភពទុនបានដោយរបៀបណាទៅចារឿងហ្នឹងវាវែងឆ្ងាយអូនចាការពីហ្នឹងគឺខ្ញុំចង់ហើយណាហើយគ្មានលុយសោះនឹងខ្ញុំស្វះស្វែងគ្រប់វិធីហ្មងតាំងពីឪពុកម្ដាយបងប្អូនឬក៏ស្អីអញ្ចឹងណាសួរគេរកខ្ចីគេឬក៏អីអញ្ចឹងនាងខ្ញុំរកអត់បានទេកាលនោះព្រោះយើងដំបងគេមិនទុកចិត្តយើងទេចាថាយើងនឹងយកលុយនឹងទៅធ្វើអីគេមិនជឿជាក់ថាលុយគេនឹងអាចនឹងបានផលត្រឡប់មកវិញផលប្រយោជន៍មកវិញអញ្ចឹងនៅពេលនោះមានមិត្តភ័ក្តិខ្ញុំរករហូតដល់ទីបំផុតមានមិត្តភ័ក្តិល្អរបស់ខ្ញុំម្នាក់ចាគាត់រៀនជាមួយខ្ញុំតាំងពីតូចមិត្តល្អមកខ្ញុំម្នាក់គាត់ជឿជាក់លើខ្ញុំគាត់ធានាឲ្យខ្ញុំទៅចងការប្រាក់ពីអ្នកចងការប្រាក់ដែលគាត់មានលុយសម្រាប់ចងការប្រាក់គាត់អ្នកធានាឲ្យថាខ្ញុំនឹងយកទៅនឹងខ្ញុំទៅបើកអាជីវកម្មនឹងខ្ញុំជាមនុស្សដែលមានការប្រឹងប្រែងពិតប្រាកដមែនលុយនឹងប្រកបជាអត់បញ្ហាទេគាត់នឹងមានលុយបង់ការប្រាក់ហើយនឹងបង់ការដើមនឹងថ្ងៃមុខហើយគាត់ធានាឲ្យខ្ញុំហើយមិត្តភ័ក្តិរបស់ខ្ញុំនឹងគាត់ជាមនុស្សដែលមានកេរ្តិ៍ឈ្មោះល្អគាត់ធ្វើការនៅក្រុមហ៊ុនយ៉ាងធំចាអញ្ចឹងគឺខ្ញុំបានគាត់ជាអ្នកជំនួយ reference ចាធានាឲ្យកាពេលហ្នឹងចាអញ្ចឹងត្រឡប់មកវិញទៅបើអ្នកចង់បានលុយមាននៅជុំវិញខ្លួនប៉ុន្តែតើគេឈ្មោះអ្នកបណ្ណាដូចជាខ្ញុំអញ្ចឹងជាមនុស្សដែលអាចគេទុកចិត្តបានមិត្តភ័ក្តិខ្ញុំរាប់អានគ្នាតាំងពីដើមមកជំនឿល្អដូចគ្នាអីអញ្ចឹងទីបំផុតពេលដែលខ្ញុំតម្រូវការជំនួយនឹងមានគេមកជួយចាអញ្ចឹងទី1គឺយើងត្រូវធ្វើខ្លួនយើងឲ្យខ្លាយទៅជាមនុស្សល្អដែលគេទុកចិត្តបានសិនគេឈ្មោះរបស់យើងគឺសំខាន់គេថាក្រលុយក្រចោះកុំឲ្យតែក្រគេឈ្មោះកុំឲ្យតែក្រញាតិមិត្តកុំឲ្យគេហៅថាក្រចោះកុំឲ្យតែតល់ណាចាយើងក្រមែនតែយើងអត់តល់ទេដោយសារយើងមានញាតិមិត្តភ័ក្តិជុំវិញអីចឹងគេអាចជួយយើងបានយើងអត់តល់ទេចាគេថាស៊ូចង្អៀតផ្ទះកុំឲ្យតែចង្អៀតចិត្តចាតែយ៉ាងអញ្ចឹងមានន័យថាដោយសារតែបងមានទំនាក់ទំនងល្អនៅក្នុងសង្គមយើងគេស្គាល់ចរិតយើងថាយើងជាមិត្តភ័ក្តិខ្ញុំគាត់ឈ្មោះធីរីចង់ប្រកាសឈ្មោះគាត់ដែរនិយាយទៅអរគុណគាត់ណាខ្ញុំមានថ្ងៃនេះក៏ដោយសារគាត់ដូចថាគាត់ផ្ដល់ទំនុកចិត្តឲ្យយើងហើយគាត់ជួយយើងពេលហ្នឹងណាចាហើយចង់ជម្រាបសួរបងមិនថែមទៅទៀតចង់សួរតាក់ទងមួយចំណាប់អារម្មណ៍របស់បងទៅពេលដែលបងបានបើកកន្លែងបងដំបូងមានអារម្មណ៍មិនដែរមានអារម្មណ៍ភ័យទេចានិយាយទៅភ័យណាអូនអើយយប់ណាក៏គេមិនលក់ដែរបារម្ភអូយលុយ$10000ណាកាលនោះគេឲ្យយើងខ្ចីតើធ្វើមិនបានមកវិញបើប្តីខ្ញុំទៀតគាត់គេអត់លក់ទេគាត់ពិបាកចិត្តណាស់រាប់ខែគាត់ទៅជារៀងដូចថាកាចដាក់កូនឬក៏អីចឹងដោយសារគាត់ប្រឹងពេកចាគាត់បារម្ភពេកចាបារម្ភណាស់អូនពីដំបូងហ្នឹងណាចាប៉ុន្តែដោយសារតែហេតុអីជាកត្តាអ្វីដែលជំរុញឲ្យពួកបងដូចថាអាចឈានមកដល់ថ្ងៃហ្នឹងហើយធ្វើឲ្យដូចថាឆ្លងផុតអាបារម្ភហ្នឹងណាអូនហើយអាចចេះតែធ្វើដំណើរមកបានអូនដូចបងលើកឡើងមកដើមវិញគឺថាមានគោលគំនិតមួយថាចង់ចេញពីភាពក្រីក្រអញ្ចឹងត្រូវតែប្រឹងហើយមានគោលដៅច្បាស់លាស់ថាត្រូវធ្វើឲ្យបាននៅពេលដែលត្រូវធ្វើឲ្យបានហ្នឹងគឺធ្វើឲ្យអូនរកផ្លូវរកវិធីចាធ្វើបារម្ភផងរកវិធីផងប្រឹងផងទាំងយប់ទាំងថ្ងៃម៉ោង10មិន10យប់មិនដល់ផ្ទះអីអញ្ចឹងទៅព្រលឹមឡើងម៉ោង6ព្រឹកចេញពីផ្ទះប្រឹងធ្វើណាចាមានតែប្រឹងហើយនឹងមានគោលដៅច្បាស់លាស់ហ្នឹងទេមានគោលដៅជាក់លាក់បានខ្ញុំតស៊ូបានដល់ថ្ងៃនេះចាអីសម្រាប់បងដូចថាពេញមកការដែលបងបង្កើតមុខរបររកស៊ីតាំងពីចាប់ផ្ដើមរហូតមកដល់បច្ចុប្បន្នតើបងជួបឧបសគ្គច្រើនដែរទេបងពិបាកខ្លាំងទេចាជួបឧបសគ្គច្រើនណាអូននិយាយពីឧបសគ្គចាបើសិនថារៀបរាប់មិនហើយណាបើឧបសគ្គណាចាបើសិនតែបុសរុបចូលជារួមមកឧបសគ្គទាំងអស់ដែលខ្ញុំជួបប្រទះបើសិនសរុបជាខ្លីមានឧបសគ្គដូចជារឿងលុយនឹងហើយចាការប្រើប្រាស់លុយចលនាលុយចាឥឡូវនេះយើងមិនថារួចទេអូនប៉ុន្តែគ្រាន់ថាបានសម្រាលហើយឆ្លងមានដំណើរការចេះតែដើរទៅបានហើយប៉ុន្តែបើថាឲ្យរួចថាឲ្យឆ្លងផុតពីខ្វះហ្នឹងគឺអត់ទាន់ទេនៅតែខ្វះចាព្រោះយើងព្រិចរហូតចាអញ្ចឹង
ចឹងឧបសគ្គនៅក្នុងការយើងស្វែងរកលុយនឹងប្រភពទុននឹងគឺជាឧបសគ្គមួយចាឧបសគ្គនៅក្នុងការយើងស្វែងយល់ពី business របស់យើងព្រោះជួនកាលយើងចង់បើក business ដែលយើងអត់បានដឹងយល់ពីវាសោះអញ្ចឹងបច្ចេកទេសអីទាំងអស់នៅក្នុងបញ្ហាការងារដើម្បីផលិតឲ្យគេបានហ្នឹងគឺជាឧបសគ្គចាឧបសគ្គមួយទៀតឧបសគ្គនៅក្នុងការស្វែងរកមនុស្សមកជួយធ្វើ business របស់យើងចាគេហៅថាបុគ្គលិកហ្នឹងណាស្វែងរកបុគ្គលិកដែលល្អដែលគេចេះដែលគេដឹងហ្នឹងជាឧបសគ្គនៅក្នុងការស្វែងរកនៅពេលដែលទាំងអស់ហ្នឹងឆ្លងអស់ហើយអត់មានមនុស្សមានអីហើយឧបសគ្គនៅក្នុងការគ្រប់គ្រងគេនឹងទៀតគ្រប់គ្រងធ្វើម៉េចឲ្យគេធ្វើការបានល្អមានប្រសិទ្ធភាពឲ្យយើងរីកចម្រើនចាឲ្យគេស្មោះត្រង់ចាជួបឧបសគ្គចាឧបសគ្គ4ហ្នឹងសំខាន់ចាប្រភពលុយចាឧបសគ្គបច្ចេកទេសនៅក្នុង business របស់យើងការយល់ដឹងពី business ហ្នឹងចាដើម្បីយើងធ្វើបានឧបសគ្គក្នុងការស្វែងរកមនុស្សមកធ្វើហើយឧបសគ្គនៅក្នុងការគ្រប់គ្រងមនុស្សចាហើយនេះខ្ញុំមានចំណាប់អារម្មណ៍មួយតកតងមួយឧបសគ្គនៅក្នុងការគេហៅថាបច្ចេកទេសឬក៏ business របៀបនៃការធ្វើមុខចំនួនមកបងណាតែបងរកវិធីដោះស្រាយបានដោយរបៀបម៉េចទៅបងនៅពេលដែលបងឧទាហរណ៍ថាបងអត់ដែលឆ្លងកាត់បទពិសោធន៍នៅក្នុងការធ្វើមុខចំនួនអញ្ចឹងមួយចាអត់ដែលធ្វើឯងកន្លងមកតែពេលឥឡូវមកធ្វើហើយទៅអញ្ចឹងទៅតើបងមានវិធីសាស្ត្រយ៉ាងម៉េចឬថាខ្ញុំសរសើរបងមកមិនដឹងថាបងធ្វើមិនទៅអាចទៅធ្វើវានេះនៅមួយចានិយាយទៅវាបើនិយាយពីទាំងអស់ត្រឡប់មកវិញទៅខ្ញុំគិតថាមានតែការប្រឹងប្រែងហើយមានគោលដៅពិតប្រាកដនឹងដោយសារអញ្ចឹងទី1ខ្ញុំចេះរកប្រភពទុនលុយបានខ្ញុំបានជំរាបឲ្យពីរបៀបរកប្រភពទុនរបស់ខ្ញុំគឺចងការប្រាក់គេតែម្ដងការចងការលុយគេយកមកដោយមានមិត្តភ័ក្ដិខ្ញុំជាអ្នកគាត់ឈ្មោះធីរីគឺជាអ្នកជួយចានៅក្នុងការធានាចាបន្ទាប់មកទៀតឧបសគ្គនៅក្នុងរឿងបច្ចេកទេសនាងខ្ញុំមានមិត្តភ័ក្ដិដែរនាងខ្ញុំដើរស្វែងរកមនុស្សដែលមានបច្ចេកទេសនឹងដាច់ខាតមកឲ្យបានដើម្បីធ្វើរហូតដល់នាងខ្ញុំឆ្លោះគ្នាជាមួយប្តីខ្ញុំគឺបង្ខំចិត្តឲ្យគាត់រៀនអាជំនាញហ្នឹងចាគឺត្រូវតែគាត់ឲ្យចេះម៉ាស៊ីនព្រីនហ្នឹងហ្មងទីបំផុតដំបូងគាត់អត់សូវចាប់អារម្មណ៍ចង់រៀនហ្នឹងទេទីបំផុតគាត់រៀនតតែចេះដោយសារឆ្លោះគ្នាចាអញ្ចឹងគាត់ចង់ត្រូវគ្នាវិញចាគាត់ចង់ឲ្យមាន5គល់គ្រួសារគាត់ត្រូវតែចេះអញ្ចឹងជំរុញដល់ទីបំផុតគាត់ចេះឥឡូវហ្នឹងគឺជួគាត់ចេះបច្ចេកទេសខាងព្រីនហ្នឹងទាំងអស់ចាលើកលែងក្នុងបោះពុំគាត់ចេះខ្លះចាជំរុញឲ្យគាត់រៀនតែម្ដងរហូតដល់បានចេះហើយយើងជួបមនុស្សម្នាក់ដល់ពេលយើងមានគោលដៅច្បាស់លាស់យើងជួបម្នាក់យើងប្រាប់ម្នាក់ថាខ្ញុំត្រូវការជាងនេះខ្ញុំត្រូវការមនុស្សចេះដើម្បីជួយចាខ្ញុំចង់ដឹងបច្ចេកទេសនេះរហូតដល់ទីបំផុតយើងអាចជួបបានមែនចាសម្រាប់ឲ្យមនុស្សការស្វែងរកមនុស្សយើងដូចគ្នាជួបអ្នកណាយើងប្រាប់ថាខ្ញុំត្រូវការបុគ្គលិកចេះផ្សាយជ្រើសរើសបុគ្គលិកតាមរបៀបនេះតាមរយៈការទំនាក់ទំនងនៅក្នុងសង្គមចាយើងនិយាយទៅខ្ញុំជំនឿដែរចូលចិត្តគេផ្ដល់ឲ្យគេមានអីដូចថាឃើញចូលចិត្តប្រាប់ទៅគេថាចេះហើយប្រាប់ខ្លួនឯងវិញថាខ្លួនឯងចង់បានចេះជួនកាលជួបអ្នកផ្ដល់ឲ្យយើងមែនគាត់ដឹងគាត់ឮគាត់ប្រាប់មកយើងចាបង្ហាញពីតម្រូវការរបស់បងទៅកាន់គេហើយក៏គេក៏ប្រាប់មកវិញយើងមានអ្វីអាចជួយគេបានជួយគ្នានិយាយទៅចូលចិត្តឈឺឆ្អាលរឿងគេរឿងអ្នកដតីទាំងរឿងខ្លួនឯងនិងរឿងអ្នកដតីអញ្ចឹងពេលដែលយើងឈឺឆ្អាលយើងឃើញអីយើងបានន័យថាយើងចែករំលែកព័ត៌មានរបស់យើងគេហើយប្រាប់នៅអ្វីដែលយើងចង់បានជួនកាលចំដែលគេដឹងគឺគេប្រាប់គេចែករំលែកព័ត៌មានដែលគេមានមកយើងវិញអញ្ចឹងយើងអាចទទួលបានទាំងអស់ចាពេលដែលយើងផ្ដល់ឲ្យយើងបានទទួលចាអញ្ចឹងតែនាងខ្ញុំចាប់ចំណុចមួយថាប្រហែលជាមកពីបងសេពគប់ចំអ្នកដែលត្រឹមត្រូវបានន័យថាជាបុគ្គលដែលជោគជ័យដែរចាធ្វើឲ្យគាត់ហ្នឹងអាចចែករំលែកបទពិសោធន៍របស់បងបានតើតើមួយមុខចំនួនហ្នឹងហើយបន្តទៀតនៅពេលដែលនាងខ្ញុំចេះតែដូចថាចេះតែអភិវឌ្ឍធំទីម្ដងណាឈានទៅដល់មានមនុស្សធ្វើការហើយពាក់ព័ន្ធទៅដល់មានបញ្ហាគ្រប់គ្រងទៀតមិនចេះគ្រប់គ្រងគេចរិតខ្លួនឯងពីកំណើតមកនោះកាចណាស់ឆេវឆាវណាស់អីដល់ពេលយើងធ្វើការមួយមនុស្សគឺពិបាកហ្មងចាជួនកាលគេមនុស្សហ្នឹងគេធ្វើការល្អហើយប៉ុន្តែគេជួនកាលខុសអីបន្តិចយើងមកដល់យើងឆេវឆាវយើងថាគេផាំងគេឈប់បាត់ឈប់បាត់វេទនាទៀតណាចាអីអញ្ចឹងហើយមានបញ្ហាយើងមិនចេះគ្រប់ផ្នែកទាំងអស់ទេហើយយើងមិនទាន់រកបុគ្គលិកបានដាក់គ្រប់ផ្នែកដូចថានៅក្នុងដូចថាដល់ខ្ញុំទៅជាក្រុមហ៊ុនអញ្ចឹងហើយណាវាត្រូវការមានផ្នែកមានផ្នែក marketing មានផ្នែក accounting មានផ្នែកធនធានមនុស្សចាមានច្រើនគ្រប់ផ្នែក production អីអញ្ចឹងទៅហើយនាងខ្ញុំអត់ចេះគ្រប់ផ្នែកទេអញ្ចឹងនាងខ្ញុំមានបញ្ហាគ្រប់ផ្នែកទាំងអស់ចានៅពេលហ្នឹងណាការអញ្ចឹងចូលដល់បញ្ហាគ្រប់គ្រងមានបញ្ហាគ្រប់ផ្នែកទាំងអស់ហើយចិត្តថាមានបញ្ហាគ្រប់ផ្នែកនៅពេលហ្នឹងខ្ញុំខំប្រឹងទៀតណាមានគោលដៅថាត្រូវតែដោះស្រាយបញ្ហាហ្នឹងបើមិនអញ្ចឹងទេក្រុមហ៊ុនហ្នឹងអាចដួលទៅវិញចាព្រោះបញ្ហាគ្រប់ទាំងអស់អញ្ចឹងនាងខ្ញុំ
ស្វះស្វែងរកសភៅមកអានមើលអាស្រាវជ្រាវនៅក្នុងអ៊ីនធឺណិតខ្លះសភៅខ្លះអីគ្រប់រុកស្វះស្វែងដើរចូលទៅ training ទៅរៀនណាទៅរៀនរហូតដល់ពេលមួយខ្ញុំបានជួបលោកអមសេងបារាចាលោកគ្រូអមសេងបារាគាត់និយាយទៅគាត់ជាមនុស្សជាអ្នកដែលមានគុណបំផុតសម្រាប់ខ្ញុំគិតថាថ្ងៃក្រោយទៅខ្ញុំជោគជ័យខ្លាំងដោយសារគាត់ព្រោះខ្ញុំបានជួបក្រុម training របស់គាត់នឹងគាត់ហើយនឹងសហការីរបស់គាត់ក្រុមរបស់គាត់នឹងខ្ញុំបានរៀនជំនាញជាច្រើនចេញពី CEO នឹងចាខ្ញុំបានរៀនជំនាញច្រើនឲ្យតែមានបើកវគ្គ training ថ្មីដែលត្រូវជំនាញដែលយើងចង់ចេះនឹងដូចជា account ចាអាជីវកម្មនឹងចាដូចជា account ការគ្រប់គ្រងធនធានមនុស្សធ្វើសរសេរ business plan ដូចពីមុនយើងចេះតែធ្វើទៅយើងអត់មាន plan អត់មានអីចឹងណាចាអត់មានគម្រោងច្បាស់លាស់អញ្ចឹងដល់ពេលឃើញថាគាត់មានបរិញ្ញា plan យើងទៅរៀន plan អីទៀតរហូតដល់ឥឡូវនេះខ្ញុំឃើញថាអ្វីដែលខ្ញុំបានជួបគាត់ហើយ training របស់គាត់ហ្នឹងគឺជួយខ្ញុំបានច្រើនមែនទែនចាសូមអរគុណដល់បងណែតផងដែរដែលបានចែករំលែកនៅបទពិសោធន៍ជូនទៅកាន់ប្រិយមិត្តរបស់យើងហើយគណៈពេលនេះពីកម្មវិធីយើងក៏មានរឿងខ្លីដើម្បីជាឧទាហរណ៍ដ៏ល្អក៏ដូចជាករណីសិក្សាដើម្បីចែករំលែកទៅកាន់ប្រជាពលរដ្ឋរបស់យើងផងដែរចាគណៈពេលនេះនាងខ្ញុំសូមអារម្មណ៍ប្រិយមិត្តទាំងអស់គ្នារីករាយជាមួយនឹងរឿងខ្លីរបស់យើងបន្តិចសិនឆ្ងល់ខ្ញុំសប្តាហ៍ថ្ងៃនេះអត់ដែររកស៊ីអីសោះឆ្ងល់ក្រទៅកាត់បើនិយាយពីខ្ជិលមានអ្នកណាខ្ជិលខ្ញុំទេអើឯងនោះបើខ្ជិលម្លឹងឲ្យមានមិនទៅមីងនិយាយអញ្ចឹងដូចជាមិនត្រូវសោះមិនមែនខ្ញុំក្រទេគ្រាន់តែខ្ញុំអត់លុយតើហើយមីងឯងដឹងទេខ្ញុំក៏ចង់រកស៊ីដែរតែវាមិនដឹងថារកស៊ីអីហ្នឹងមីងហើយណាមួយវាគ្មានលុយកាក់ធ្វើដើមទុនទៀតផងហើយណាមួយក៏គ្មានចំណេះរកស៊ីទៀតតែលោតែមិនស្រួលខាតដើមខាតចុងលងចុងអត់លុយការប្រពន្ធទៅមិនវីវទៅហើយមីងជួយគិតមើលខ្ញុំមើលឯងមានកំណត់រកស៊ីនឹងវាល្អហើយការដែលរកស៊ីមិនមែនថារកស៊ីក៏រកនោះទេណែមួយសុកឯងត្រូវមានផែនការឲ្យច្បាស់លាស់មុននឹងរកស៊ីមិនចេះតែបថុយបឋានទាំងងឹតងល់នោះទេមីងអើយមីងខ្ញុំរៀនសូត្របានតិចតួចគ្មានចំណេះវិជ្ជាជ្រៅជាងគេសោះហើយណាមួយគ្រូក្បាលខ្ញុំដូចជាមិនសូវឆ្លាតសោះមីងអើយរៀនអីក៏មិនប្រកែកដូចគេដែរមីងថាសុកឯងមានជំងឺសុញគំនិតនោះច្រើនជាងគ្មានមនុស្សឯណាកើតមកចេះគ្រប់10នោះទេមុននឹងចេះអ្វីមួយត្រូវព្យាយាមរៀនសូត្ររៀនហើយរៀនទៀតរៀនដល់ក្តីអំណត់អត់ធន់មិនមែនខ្ជិលឲ្យអាលួយមិនដែលមើលសភៅមិនដែលខិតខំរៀនសូត្រមិនសួរគេឯងរៀនពីគេរៀនពីឯងមិនចេះរកស៊ីចេះតែល្អថាមិនមាននោះទេបាទមីងនិយាយចឹងចេះតែបានហើយមីងប៉ុន្តែរឿងរៀនក៏ដោយរកស៊ីក៏ដោយវាតោះតែមានលុយមីងព្រោះសម័យឥឡូវសម័យគេចាយលុយបើអត់លុយទៅធ្វើអីចេញអ្នកណាមិនចង់រៀនអ្នកណាមិនចង់រកស៊ីនេះវាមកពីខ្ញុំកើតក្នុងតកូលអ្នកស្រែតកូលអ្នកក្របើខ្ញុំកើតមកអ្នកមានក៏មិនរហេមរហាមអញ្ចឹងដែរមីងមិនដឹងជានិយាយមិនជាមួយឯងទេមើលទៅស្រុកឯងដូចជាបបាក់កែណាអ្នកចំបៃហើយក្មួយសុកអើយកំពុងតែប្រកែកគ្នារឿងអីនឹងមើលទៅដូចនិយាយមិនត្រូវគ្នាសោះណែអូពូជំរាបសួរពូយីលបងមកដល់ចំពេលត្មងលបងជួយបញ្យល់សុកផងមើលសុកវាមានជំងឺសុញគំនិតខ្ជិលឲ្យអាលួយមិនដែលមើលសភៅហើយមិនដែលខិតខំរៀនសូត្រមិនចេះសួរគេឯងរៀនពីគេរៀនពីឯងមិនចេះរកស៊ីហើយចេះតែល្អថាមិនមានហើយរៀនក៏មិនចេះនិយាយទៅនិយាយមកក៏បន្ទោសតែខ្លួនក្រកើតមកក្នុងតកូលអ្នកស្រែតកូលអ្នកក្រទើបធ្វើឲ្យក្រណែសុកឯងនិយាយអញ្ចឹងពូគិតថាមិនត្រឹមត្រូវទាំងស្រុងនោះទេហ៊ីមិនវិញណាពូណែយើងមិនអាចជ្រើសរើសទីកន្លែងកើតក៏ពិតមែនប៉ុន្តែយើងអាចជ្រើសរើសទីកន្លែងសម្រាប់រស់នៅការដែលយើងកើតមកនេះវាក្រវាមិនមែនជាកំហុសយើងនោះទេតែបើយើងបណ្ដោយឲ្យជីវិតរបស់យើងស្លាប់ទៅវិញក្រទើបជាកំហុសរបស់យើងណែដូចពូអញ្ចឹងណាពូមិនមែនកើតមកក្នុងត្រកូលអ្នកមានឯណាទម្រាំតែមានបានដោយសពថ្ងៃនេះណែ
ពូតស៊ូខ្លាំងណាស់ណាជួបប្រទះការលំបាកច្រើនរាប់មិនអស់ណែសុកឯងណា បាទពូ ជឿពូទៅណាគ្មានរបស់ឯណាធ្លាក់មកពីលើមេឃនោះទេបើចង់បានរបស់អ្វីមួយតើតែយើងយកកម្លាំងកាយកម្លាំងចិត្តទៅបដូរទើបបានណាគ្មានអ្វីដែលបានមកដោយងាយនោះទេព្យាយាមទៅក្មួយណាកុំអស់សង្ឃឹមកុំបោះបង់ចោលនៅក្តីប្រាថ្នានិងក្តីស្រមៃព្រោះក្តីប្រាថ្នានេះនិងក្តីស្រមៃនោះហើយដែលជាអ្នកដឹកនាំផ្លូវឲ្យយើងទៅកាន់ភាពជោគជ័យផ្ទាល់ខ្លួននៅថ្ងៃអនាគតនោះណាក្មួយពូហើយតោះតលឺលពូនិយាយអញ្ចឹងខ្ញុំមានអារម្មណ៍ថាខ្មៅលពូនឹងអ្នកមីងខ្លាំងណាស់ហើយខ្ញុំសូមសន្យាថាចាប់ពីពេលនេះទៅខ្ញុំនឹងខិតខំរៀនសូត្រនិងខំធ្វើការងារដើម្បីភាពមានបាននិងអនាគតទៅថ្ងៃក្រោយវាល្អហើយក្មួយណាខំព្យាយាមទៅណាក្មួយបាទពូអ្នកចំបៃឲ្យក្មួយពូលេទៅហើយណាបាទពូមីងក៏អញ្ចឹងដែរខំទៅក្មួយអើយចំណេះវិជ្ជាហ្នឹងហើយដែលជាទ្រព្យចោលលួចក៏មិនបានខំទៅក្មួយអើយពូនឹងមីងលាសិនហើយអរគុណណាស់លោកពូនិងអ្នកមីងសម្រាប់ដំបូន្មានដ៏ល្អនេះសូមសុខសប្បាយណាលោកពូអ្នកមីងសូមជូនកម្មវិធីជីវិតនិងលុយហើយហេតុអ្វីបានជាមនុស្សជាច្រើននៅក្នុងលោកនេះប្រឈមមុខទៅនឹងចំណោទបញ្ហាជីវិតច្រើនម្ល៉េះណោះហើយតើធ្វើយ៉ាងណាដើម្បីឲ្យជីវិតនេះមានភាពជោគជ័យនិងមានសេចក្តីសុខទៅណោះតើណែធ្វើយ៉ាងណាដើម្បីឲ្យជីវិតមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុណោះហើយតើអ្នកក្រអ្នកមធ្យមនិងអ្នកមានគេមានផ្នែកគំនិតខុសគ្នាយ៉ាងដូចម្ដេចណាដើម្បីរកដំណោះស្រាយទាំងនេះសូមតាមដានស្ដាប់កម្មវិធីជីវិតនិងលុយដែលធ្វើការពិភាក្សានិងផ្សាយផ្ទាល់នៅរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យចាប់ពីម៉ោង 12 ដល់ម៉ោង 1 ថ្ងៃត្រង់នៅស្ថានីយ៍វិទ្យុទន្លេរាជធានីភ្នំពេញនិងស្ថានីយ៍វិទ្យុក្រុងសៀមរាប FM 102.5 MHz សូមចូលរួមជាមួយនឹងយើងខ្ញុំនៅក្នុងកម្មវិធីនេះដើម្បីទទួលបានរង្វាន់ពិសេសកម្មវិធីនេះដឹកនាំដោយលោកអាមសេងបូរ៉ាគាំទ្រការផលិតដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិអយកក្រេឌីតវិទ្យាស្ថានអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានិងអង្គការករណាហ្វាន់អន្តរជាតិសូមកុំភ្លេចតាមដានស្ដាប់កម្មវិធីជីវិតនិងលុយធ្វើឲ្យជីវិតកាន់តែប្រសើរឡើងប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីជីវិតនិងលុយសាជាថ្មីម្ដងទៀតចា៎ហើយនេះខ្ញុំសង្ឃឹមនឹងជឿជាក់ថារឿងខ្លីរបស់យើងអំបញ្ញមិញនេះពិតជាអាចបង្ហាញនៅឧទាហរណ៍ល្អៗក៏ដូចជាចំណេះដឹងខ្លះៗជូនទៅកាន់ប្រិយមិត្តអ្នកស្ដាប់ផងដែរចា៎ហើយនេះខ្ញុំក៏សូមជម្រាបជូនដល់ប្រិយមិត្តទាំងអស់គ្នាផងដែរថាប្រិយមិត្តទាំងអស់គ្នាអាចទូរស័ព្ទចូលរួមជាមួយនឹងកម្មវិធីរបស់យើងខ្ញុំបានដោយគ្រាន់តែធ្វើការឆ្លើយនៅសំណួរហើយក៏អាចចែករំលែកនៅបទពិសោធន៍តាមរយៈកម្មវិធីរបស់យើងផងដែរតាមរយៈលេខទូរស័ព្ទគឺមានលេខ017 999និង126និងមួយខ្សែទៀតគឺមានលេខ086 888 888ហើយក៏សូមសំណូមពរទៅដល់ប្រិយមិត្តរបស់យើងដែលគេហៅថាប្រិយមិត្តរៀមច្បងណាសូមមេត្តាបន្ធូរដៃដល់បងប្អូនផងពីព្រោះថាយើងភាគច្រើនគឺអ្នកដែលគាត់ធ្លាប់ទូរស័ព្ទចូលរួមជាមួយនឹងកម្មវិធីយើងគាត់មានជំនាញបកកាយចុចណាគាត់ច្រើនតែចុចចូលប៉ុន្តែយើងប្លែកទៀតដោយសារកម្មវិធីរបស់យើងមករយៈនេះដល់ពេលដែលឃើញពួកគាត់លេខដែលធ្លាប់អាសាទូរស័ព្ទចូលរួមគឺសុំមេត្តាខន្តីអភ័យទោសគឺយើងអត់លើកទេណាសុំទទួលអ្នកថ្មីចា៎ហើយចង់ជម្រាបសួរទៅបងដែរបន្តិចផងដែរដោយសារតែរឿងខ្លីរបស់យើងអំបញ្ញមិញនេះវាជាករណីសិក្សាមួយហើយភាគច្រើនគឺយើងឆ្លុះបញ្ចាំងគឺយើងសង្កេតទៅមើលសង្គមយើងជាក់ស្ដែងមុននឹងយើងសរសេរចេញជារឿងនឹងកាត់ឡើងអញ្ចឹងមានបុគ្គលជាមួយចំនួនដែលភាគច្រើនគឺគាត់តែងតែបន្ទោសថាគាត់ក្រគាត់ដូចថាអត់មានឱកាសដល់បច្ចុប្បន្ននេះដោយសារតែក្រុមគ្រួសារគាត់ក្រីក្រឬក៏អីអញ្ចឹងណាបងប៉ុន្តែខ្ញុំគ្រាន់តែចង់បង្ហាញថាជាក់ស្ដែងវាគ្មិនកិត្តិយសរបស់យើងបងស្រីហ្នឹងក៏គាត់ចេញពីគ្រួសារដែលលំបាកដែរប៉ុន្តែខ្ញុំសរសើរថាស្ត្រីខ្មែរគឺប្រកែកអញ្ចឹងចាដោយសារតែប្រិយមិត្តរបស់យើងគាត់បានទូរស័ព្ទចូលរួមជាមួយនឹងកម្មវិធីហើយដូច្នេះនាងខ្ញុំសូមអនុញ្ញាតទទួលទូរស័ព្ទពីប្រិយមិត្តរបស់យើងបន្តិចសិនចា
ចាអាឡូជំរាបសួរ ដល់ជំរាបសួរ ចាអីដូចថ្មីមកដេត ចាជំរាបសួរ ចាជំរាបសួរបងប្រុសតើបងប្រុសមានឈ្មោះអ្វីដែរហើយទូរស័ព្ទមកពីខាងណាដែរ ទូរស័ព្ទទៅខាងខេត្តសៀមរាប ខេត្តសៀមរាបអីមិនមែនបងមករាទេអីបង មែនផង ចាចាចាចឹងបងប្រុសមានឈ្មោះអ្វីដែរនេះខ្ញុំសូមអនុញ្ញាតស្គាល់ផង ឈ្មោះរិទ្ធមនី រិទ្ធមនីណាចាឲ្យបងប្រុសមានបានតាមដានស្ដាប់ជាមួយនឹងកម្មវិធីរបស់យើងតាំងពីដើមមកទេបង អត់បានផងតែបើកមិន អត់បានផងតែបើកមិញ ចាឲ្យអញ្ចឹងរៀងពិបាកឆ្លើយសំណួរតិចណាបងដេតណាអញ្ចឹងចង់ជម្រាបសួរទៅកាន់បងប្រុសមនីវិញថាតើបច្ចុប្បន្នបងកំពុងតែប្រកបកិច្ចការងារអ្វីដែរជាអ្នកប្រកបមុខរបររកស៊ីឬមួយក៏បងជាអ្នកបម្រើកិច្ចការងារនៅតាមបណ្ដាស្ថាប័ន ខ្ញុំខាងស្រែចម្ការ អូខាងស្រែចម្ការណាបង បាទ ចាអញ្ចឹងបងប្រុសមានសំណួរអ្វីចង់សាកសួរទៅកាន់វាគ្មិនកិត្តិយសរបស់យើងដែរទេតើបងមានបំណងចង់ផ្លាស់ប្ដូរពីការធ្វើស្រែចម្ការទៅជាអ្នកប្រកបមុខរបររកស៊ីដែរឬទេ ខ្ញុំចង់តែវាគ្មានដើមទុន ណ៎ឥឡូវបើសិនជាបងមានប្រសាសន៍ថាអត់ដើមទុនឥឡូវខ្ញុំសូមបង្វែរចម្ងល់របស់បងទៅកាន់បងដេតវិញចាបងដេតសូមអនុញ្ញាតសម្ដែងសម្ដែងជាមួយនឹងបងប្រុសមនីបន្តិចចា ចាចាជំរាបសួរលោកមនីចាចាហៅបងមនីចឹងហ្មងណាចាខ្ញុំមិនដឹងថាបងខ្ញុំឬក៏ប្អូនខ្ញុំទេចាប៉ុន្តែខ្ញុំសូមជំរាបតាហៅបងណាចាអញ្ចឹងបងមនីរាល់ថ្ងៃបងជាគេថាកសិករបងហ៎ប្រកបធ្វើស្រែចម្ការអញ្ចឹងបងណាចា បាទ ចាអញ្ចឹងខ្ញុំឮមិញបងមានប្រសាសន៍ជាមួយពិធីករថាបងដូចចង់រកស៊ីហ៎បងហ៎ចា បាទ ចាបងចង់រកស៊ីអញ្ចឹងបងមានបញ្ហាថាបងខ្វះទុនអញ្ចឹងណាបងណាចាចាអញ្ចឹងនាងខ្ញុំសូមជំរាបសួរវិញថាបងមានគំនិតរកស៊ីស្អីដូចថាអ្វីហើយនៅចា ហើយមិនតាន់ដឹងផងព្រោះមិនតាន់មានដឹងទៅ ចាប៉ុន្តែគ្រាន់តែបងមានគំនិតថាចង់រកស៊ីអញ្ចឹងបានន័យថាបងឃើញថាធ្វើស្រែចម្ការរបស់បងនោះមិនតាន់គ្រប់គ្រាន់ទេបងចង់រកស៊ីបន្ថែមទៀតណាបងណាចាអញ្ចឹងបងណាចាចាអញ្ចឹងសម្រាប់ជាយោបល់របស់ខ្ញុំចានាងខ្ញុំសូមផ្ដល់យោបល់ដល់បងនឹងចេះបងមានគំនិតរកស៊ីបន្ថែមទៀតចាគឺជាបើសិននិយាយថានេះគឺល្អមែនតើហើយចាសម្រាប់ឲ្យបង្កើននៅជីវភាពចាចំណូលដល់គ្រួសារយើងណាបងចាព្រោះថាយើងអាចធ្វើបានច្រើនយើងអាចធ្វើស្រែចម្ការផងហើយយើងអាចរកស៊ីបន្ថែមទៀតផងបានបងចាហើយសម្រាប់អាចថាបងមិនទាន់ទាំងដឹងថាខ្លួនចង់រកស៊ីអីផងណាចាហើយបងបណ្តែបែបបងល្អូថាខ្ញុំខ្វះទុនចាអញ្ចឹងនាងខ្ញុំសម្រាប់ជាយោបល់របស់នាងខ្ញុំសូមជំរាបថាបងចេះវិញបងកុំអាលទាន់ថាខ្លួនឯងនឹងអត់ចាបងគិតឲ្យឃើញសិនថាបងចង់រកស៊ីអីព្រោះជួនកាលបើបងនឹកឃើញចង់ថារកស៊ីលក់ខ្ញុំឧទាហរណ៍ថាលក់សាច់ពៅអីបន្ថែមទៀតចោះខ្ញុំគិតថាដើមទុនដើម្បីទិញសាច់ពៅមកលក់ណាដូចជាមិនច្រើនប្រហែលទេថាជាអាចបងរកបានឬអីអញ្ចឹងតើតែបងនិយាយថាខ្វះទុនឬក៏គ្មានទុនឬក៏ទុននឹងគ្រប់គ្រាន់តើតែបងដឹងថាតើបងត្រូវរកស៊ីមុខរបរអីសិនរកស៊ីអីលក់ដូរអីសិនបានយើងគិតដល់ទុនជាបន្ទាប់មកទៀតចាមុននឹងយើងគិតថាខ្វះណាតើយើងដឹងថាយើងចង់បានអីឥឡូវហ្នឹងបងចង់រកស៊ីអីចាបានដឹងថាយើងត្រូវការទុនប៉ុន្មានអីប៉ុន្មានបានយើងដឹងថាខ្វះប៉ុន្មានឬក៏ខ្វះទាំងអស់ឬក៏ខ្វះតែប៉ុណ្ណេះទេចាយើងមានខ្លះហើយបងចាអញ្ចឹងបងត្រូវរកមុខរបរហ្នឹងរកអាចំណង់ចំណូលចាចំណុចចាដែលបងចង់ធ្វើសិនរកស៊ីអ្វីដែលបងចង់ធ្វើជាមុនសិនណាបងបើសម្រាប់ខ្ញុំចាដែលជូនយោបល់បងចាបងអញ្ជើញមានសាសតទៀតបងចង់មានចម្ងល់អីទៀតចាចង់បង្កើនមុខរបរមួយដែរចង់លក់ដូរចាចង់លក់ដូរអូខេអញ្ចឹងបងដឹងហើយថាលក់ដូរណាបងណាចង់លក់ដូរអញ្ចឹងយើងត្រូវស្វែងយល់ទៀតថាតើយើងចង់លក់ដូរហ្នឹងលក់ដូរអីចាបងយើងលក់អីដូចខ្ញុំថាអញ្ចឹងបើប្រហែលថាបងចង់ទៅលក់សាច់ពៅទេបើខ្ញុំគិតថាដើមទុនដូចជាមិនច្រើនប៉ុន្មានទេឬអីចឹងថាបងចង់លក់អីតែបើបងចង់លក់មាសវិញអាហ្នឹងត្រូវទុនច្រើនចាបងអត់ទេបើសិនជាលក់មាសអាចមានវិធីមួយទៀតគឺគ្រាន់តែដោះពីដៃទៅយើងអាចទៅផ្សាររត់តូបណាយើងផ្ដល់តម្លៃឲ្យថ្លៃទៅយើងលក់បានចាមិនលក់ដីក៏វិធីក៏គាត់ចង់ឲ្យបងមានសំណោចទេអស់សំណោចទេបងចាអញ្ចឹងបងត្រូវចង់លក់អញ្ចឹងទៀតហើយបងត្រូវរកប្រភេទដែលបងចង់លក់ទៀតចាតើបងចង់លក់ជារបស់អីប្រភេទអីចា
ចឹងណាបងមានគំនិតនៅចាបងមានគំនិតអានឹងនៅបើសិនជាបងអត់ទាន់មានបងស្វែងរកអានឹងទៀតនៅពេលដែលបងដឹងថាបងចង់លក់អីហើយនេះអីហើយបងចាប់ដើមគិតបន្តទៀតថាតើលក់នឹងលក់នៅឯណាកន្លែងណាចាត្រូវការទុនប្រមាណដែលបងថាខ្វះទុនហ្នឹងណាបងចាអញ្ចឹងហើយត្រូវដូចនាងខ្ញុំថាអញ្ចឹងខ្វះអត់បញ្ហាទេគេថាក្រចាស់ចាកុំឲ្យតែទាល់អញ្ចឹងបងក្រទុនចោះកុំឲ្យតែបងទាល់គំនិតអញ្ចឹងបងត្រូវរកគំនិតថាតើរកទុននឹងពីប្រភពណាមករៀបរាប់ឲ្យបោះអស់បងគិតឲ្យអស់ថាឥឡូវស្គាល់ពួកម៉ាក់ប្រហែលអ្នកឪពុកម្ដាយយើងតាមានបងនៅទាំងឪពុកទាំងម្ដាយណាបងណាគាត់ស្លាប់អស់ហើយចាគាត់ខូចអស់ហើយចាញ់ឆ្នាំកៅអញ្ចឹងបងស្នាក់រស់នៅរាល់ថ្ងៃជាមួយក្រុមគ្រួសារដូចថាមានភរិយាហើយនៅឬក៏យើងនៅលីវទេបងមានហើយចាមានហើយអញ្ចឹងយើងមានប្រពន្ធអូបានណាដល់ពេលខាងបងស្លាប់អញ្ចឹងបងអាចមានត្រឹមបងប្អូនទេតែអាចប្រពន្ធយើងអាចមានម៉ែក្មេងចាបងអាចមានម៉ែក្មេងឪពុកក្មេងចាមិត្តភ័ក្ដិខាងគាត់មិត្តភ័ក្ដិខាងយើងចាយើងរកគិតឲ្យអស់បងគិតឲ្យអស់ជុំវិញនឹងបើថាបងចេះសរសេរទៀតបងលីសដោនមកទៀតលីសដោនមានន័យថាសរសេរបញ្ជីឈ្មោះអ្នកយើងស្គាល់ឲ្យអស់បងបញ្ជីឈ្មោះអ្នកយើងស្គាល់ចាហើយដល់ពេលហើយយើងដឹងថាយើងរកស៊ីអីប្រកបមុខរបរអីហ្នឹងលក់ដូរអីហ្នឹងចាលក់ដូរអីយើងគិតលក់ដូរហ្នឹងត្រូវការប្រមាណអីយើងគិតមើលអូអ្នកស្គាល់នេះគាត់ជីវភាពប៉ុណ្ណេះអ្នកនេះចេះយើងរាយមុខឈ្មោះគាត់អស់ហើយយើងរកមើលថាតើអ្នកណាអាចមានប្រមាណឬស្អីយើងចាប់ផ្ដើមបងចាប់ផ្ដើមទៅជែកជាមួយគេប្រាប់គេពីអ្វីដែលយើងចង់ធ្វើហ្នឹងជួនកាលគេមិនឲ្យលុយទេបងតែគេអាចឲ្យជាគំនិតមកយើងដូចខ្ញុំថាក្រចោះដើមទុនក្រចោះលុយប៉ុន្តែកុំឲ្យតែក្រគំនិតចាជើងការបងដេតខ្ញុំសុំកាត់ភាសាបងបន្តិចជើងការគាត់មិនមែនផ្ដល់ជាគំនិតទេប៉ុន្តែគាត់អាចឧទាហរណ៍ថាបងថាមកបងរកស៊ីអីចង់កន្លែងលក់ចេះដែលតម្លៃសមរម្យចឹងគាត់ថាខ្ញុំទៅមិនឃើញគេដាក់ផ្លាកនេះកន្លែងនេះជួលមួយតម្លៃសមរម្យអីចាបងហើយអញ្ចឹងបានចាបងអញ្ចឹងឲ្យយើងរកគំនិតសិនរកវិធីដោះស្រាយតាមរយៈគំនិតចាអញ្ចឹងនេះខ្ញុំសូមសរុបរួមគំនិតរបស់គេហៅថាវាគ្មិនកិត្តិយសរបស់យើងទៅកាន់បងមនីផងដែរគឺមានន័យថានៅទី1គឺគ្រាន់តែគាត់ធ្វើយ៉ាងណារកឲ្យឃើញនៅមុខរបរដែលបងប្រុសចង់ប្រកបរបររកស៊ីចាចំណែកដើមទុនវាគ្រាន់តែជាជំហានទី2ទេនៅពេលដែលបងដឹងថាច្បាស់សិនចាអ្វីដែលបងចង់រកចាហើយមើលទៅថាតើវាទៅរួចអត់វាមានចំណុចអីខ្លះនៅក្នុងគំនិតជុំវិញគំនិតដែលយើងចង់ប្រកបហ្នឹងណាបងចាវាមានចំណុចអីខ្លះតើមានគេលក់អញ្ចឹងប្រហែលដែរហើយឬក៏អីហេតុអីបានយើងចាហេតុអីបងរកមូលហេតុពិតប្រកបថាដូចខ្ញុំអញ្ចឹងខ្ញុំបើកបោះពុំហ្នឹងខ្ញុំអត់ចេះទេបងប៉ុន្តែខ្ញុំចង់ចុចពីភាពក្រីក្រខ្ញុំត្រូវបង្កើតមុខរបរមួយហើយខ្ញុំឃើញថាអាមុខរបរហ្នឹងអាចទៅរួចបងអញ្ចឹងខ្ញុំប្រឹងស្វែងរកនេះវាដូចបងអញ្ចឹងឥឡូវថាឥឡូវបងចង់មានជាងនឹងបន្តិចឥឡូវខ្ញុំធ្វើតែស្រែខ្ញុំបានតែប៉ុណ្ណឹងណាបងណាបងចង់ប្រកបមុខរបរថែមទៀតអញ្ចឹងបងមើលមុខរបរនេះអញ្ចឹងបងចាប់អារម្មណ៍អានេះបងមើលវិភាគមើលថាម៉េចបានខ្ញុំចាប់អារម្មណ៍អាហ្នឹងវាមិនចាជុំវិញនឹងទាំងអស់ហើយបានយើងចាប់ផ្ដើមរៀបចំទំនាក់ទំនងរកជាដើមទុនមកជួយនៅគំនិតរបស់យើងដែលយើងចង់ហ្នឹងណាបងចាយ៉ាងមិនដែរបងប្រុសមនីចាបងមានសំណួរអ្វីចង់ខ្ញុំជួយទៀតបានបងចាខ្ញុំនិយាយដល់តែខ្ញុំគ្រាន់គិតថាខ្ញុំចង់គេមកបខាងលក់ដូរក៏គាត់ឲ្យប្រពន្ធលក់ដូរខ្ញុំអ្នកធ្វើស្រែចម្ការអូចាអញ្ចឹងបានឲ្យវាមាន2ផ្លូវណាបងណាបងអ្នកធ្វើស្រែទៅឲ្យប្រពន្ធបងអ្នកលក់ចាល្អណាស់បងដែលបងមានគំនិតដូចថាចង់អភិវឌ្ឍគ្រួសារយើងជីវភាពគ្រួសារយើងថែមទៀតអញ្ចឹងណាបងណាកុំឲ្យម្នាក់ទៀតគាត់ដូចថាមាននៅទំនេរអញ្ចឹងយើងត្រូវធ្វើទាំងអស់គ្នាដើម្បីឲ្យយើងបង្កើនចំណូលចាដើម្បីខ្លាយជាអ្នកមានអនាគតទាំងអស់គ្នាអញ្ចឹងណាបងចាហ្នឹងហើយអញ្ចឹងបងរកសម្លឹងមើលទៅបងបដាទៅបើយើងចង់លក់ចង់បង្កើតមុខរបរអាជីវកម្មអីអញ្ចឹងឲ្យប្រពន្ធយើងអញ្ចឹងយើងមើលបដាណាបងណាចេះតែមើលដើរទៅហ្នឹងបុចថាបងត្រូវទៅស្រែអញ្ចឹងបងមើលតាមផ្លូវអីហ្នឹងតើគូលក់អីធ្វើអីហើយយកមកយប់ឡើងភាសាមួយគាត់ណាបងណាចាអញ្ចឹងយើងអាចចាភាសាមួយបងស្រីចាគាត់មានយោបល់អីដើម្បីយើងឲ្យរកចម្លើយឃើញដើម្បីបង្កើតបានណាបងចាសូមអរគុណដល់បងប្រុសមនីផងដែរចាដាច់បានចាមិនថ្មីទេប៉ុន្តែនេះជាចំណុចល្អណាបងដែរពីព្រោះថាចាល្អណាស់គាត់ចេះមានគំនិតអភិវឌ្ឍគ្រួសារជីវភាពគ្រួសារថែមទៀតចាពីព្រោះថាប្រជាពលរដ្ឋរបស់យើងបើសិនជាយើងរំពឹងតែមកច្រកដូចបងដែរមានប្រសាសន៍អញ្ចឹងគឺมันអាចទេគឺមានន័យថា
យើងត្រូវមានប្រភពចំណូលផ្សេងៗទៀតដើម្បីជួយទ្រទ្រង់នៅក្នុងគ្រួសារយើងព្រោះថាសូម្បីតែចំណាយនៅក្នុងផ្ទះយើងក៏មិនមែនចំណាយតែមួយច្រកដែរត្រូវអីបងចាចំណាយច្រើនច្រកច្រើន ព្រោះសង្គមរបស់យើងអូនវាកាន់តែអភិវឌ្ឍទៅហើយព្រោះពីមុនយើងមានតែប៉ុណ្ណឹងយើងនេះបានដោយសារសង្គមអភិវឌ្ឍបច្ចេកទេសអភិវឌ្ឍតម្រូវការមនុស្សក៏អភិវឌ្ឍដែរឧទាហរណ៍ពីមុនអត់មានទូទស្សន៍អត់មានកុំព្យូទ័រអត់មានឡានអត់មានម៉ូតូអញ្ចឹងអូនអត់មានតម្រូវការទេចាអត់មានតម្រូវការអស់ហ្នឹងឯងអញ្ចឹងអូនយើងធ្វើស្រែមកបានអីវាដូចគ្រប់ហើយយើងព្រោះយើងប្រើតែអាទិសគោអីដល់ពេលឥឡូវយើងធ្វើមកបានគ្រប់ញ៉ាំអីប៉ុណ្ណឹងហើយឃើញគេមានអីបច្ចេកវិទ្យាវាកាន់តែឡើងទៅទៀតអានិន្នាការសង្គមវាផ្លាស់ប្ដូរទៅទៀតអញ្ចឹងតម្រូវការរបស់យើងកើនឡើងអញ្ចឹងទាល់តែយើងអភិវឌ្ឍអីផ្សេងទៀតដើម្បីបានចំណូលមកដែរបានប្រគ្រប់តម្រូវការនឹងបានធ្វើឲ្យយើងមានសេចក្តីសុខរស់នៅមកសមរម្យក្នុងសង្គមចាសូមអរគុណដល់បងដេតផងដែរដោយសារតែគណៈពេលនេះពេលវេលារបស់យើងមករំកិលមកដល់ទីបញ្ចប់ទៅហើយដូច្នេះតើមុននឹងបញ្ចប់នៃកម្មវិធីបងស្រីមានពាក្យពេចន៍អ្វីដើម្បីផ្ដាំផ្ញើទៅកាន់ប្រជាពលរដ្ឋរបស់យើងដែលកំពុងតែតាមដានស្ដាប់ជាមួយនឹងកម្មវិធីជីវិតនឹងលុយដែរទេបងចានៅទីបញ្ចប់នេះនាងខ្ញុំចិនដេតនាងខ្ញុំសូមមានជាមតិយោបល់បន្តិចថាបើតាមគំនិតរបស់នាងខ្ញុំហ្នឹងថាបើសិនជាបងប្អូនទាំងអស់គ្នាប្រជាពលរដ្ឋរបស់យើងចង់បង្កើតជាមុខរបរអីមួយចានាងខ្ញុំគិតថាទី1គឺយើងត្រូវប្រើប្រាស់គំនិតចង់របស់យើងឲ្យបានច្បាស់លាស់មានគោលដៅច្បាស់លាស់ថាយើងចង់ធ្វើអីចានៅពេលដែលមានគោលដៅអាជីវកម្មរបស់យើងនឹងច្បាស់លាស់ហើយចាយើងនឹងរកផ្លូវទៅឃើញហើយចាវិធីសាស្ត្រមានច្រើនឥឡូវហ្នឹងគេកាលពីសម័យនេះខ្ញុំហ្នឹងវាមាននៅតិចតួចទេធនាគារដូចជា micro finance ដូចជាអីហ្នឹងសម្រាប់រកទុនណាប្រភពទុនរបស់ប្រទេសយើងឥឡូវមានច្រើនចាបងប្អូនអាចសួរចិត្តយើងនឹងបានមានច្រើនចាបន្ទាប់ពីយើងមានទុនរកគំនិតអាជីវកម្មបានហើយរកប្រភពទុនបានហើយយើងបង្កើតយើងត្រូវចេះរៀបចំនៅក្នុងកន្លែងយើងនឹងទៀតអាជីវកម្មយើងថាប្រើប្រាស់មនុស្សប្រមាណអីមិនរៀនរបៀបរបបនៅក្នុងការប្រើប្រាស់មនុស្សដើម្បីឲ្យកាន់របៀបរបបដែលគាត់ធ្វើការឲ្យយើងកាន់តែមានប្រសិទ្ធភាពអីហើយបើយើងចង់តែអភិវឌ្ឍកាន់តែធំទៀតយើងប្រឹងប្រែងពង្រឹងសមត្ថភាពរបស់យើងដែលជាម្ចាស់ហ្នឹងចាឲ្យកាន់តែការឡើងខ្ពស់ទៀតហើយរៀបចំនៅក្នុងការគេហៅថាគឺជាផែនការណាដើម្បីឲ្យជីវកម្មយើងអភិវឌ្ឍទៅមុខថែមទៀតអាហ្នឹងចានេះខ្ញុំសូមថ្លែងអំណរគុណដល់បងច័ន្ទដេតផងដែរដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមជាមួយនឹងកម្មវិធីចែករំលែកនៅបទពិសោធន៍ពិសេសរបស់បងស្រីណានៅភាពរឹងមាំភាពតស៊ូនៅក្នុងការប្រកបមុខរបររកស៊ីរបស់បងស្រីផងដែរហើយពីកម្មវិធីយើងខ្ញុំសង្ឃឹមថានឹងមានឱកាសលើកក្រោយទៀតបងដេតនឹងផ្ដល់កិត្តិយសចូលរួមជាមួយនឹងកម្មវិធីរបស់យើងដើម្បីបន្តចែករំលែកនៅបទពិសោធន៍ល្អៗទៅកាន់ប្រិយមិត្តស្ដាប់របស់យើងបន្តទៅទៀតផងដែរចាហើយនេះខ្ញុំក៏សូមថ្លែងអំណរគុណដល់ប្រិយមិត្តទាំងអស់គ្នាដែលតែងតែនិយមគាំទ្រជាមួយនឹងកម្មវិធីជីវិតនឹងលុយហើយតែងតែតាមដានស្ដាប់ជាមួយនឹងកម្មវិធីហើយជាពិសេសក៏សូមថ្លែងអំណរគុណដល់ប្រិយមិត្តរបស់យើងដែលព្យាយាមទូរស័ព្ទចូលរួមជាមួយនឹងកម្មវិធីដើម្បីឲ្យកម្មវិធីនេះមានឱកាសអាចជួយរកដំណោះស្រាយល្អៗសម្រាប់ជួយធ្វើឲ្យជីវិតរបស់គាត់នឹងកាន់តែប្រសើរឡើងផងដែរចា៎ហើយនាងខ្ញុំសូមគោរពជូនពរដល់ប្រិយមិត្តទាំងអស់គ្នាសូមឲ្យមានសុខភាពល្អរកទទួលទានមានបាននិងមានជោគជ័យនៅក្នុងការប្រកបមុខរបររកស៊ីផងដែរចា៎គណៈពេលនេះនាងខ្ញុំចត្រាជាអ្នកសម្របសម្រួលនឹងកម្មវិធីរួមជាមួយនឹងវាគ្មិនកិត្តិយសរបស់យើងគឺបងស្រីច័ន្ទដេតសូមអរគុណសូមជម្រាបលាជួបគ្នាឱកាសក្រោយទៀតចា៎